សូមគោរពជំរាបសួរបងប្អូនគ្នាបាទថ្ងៃនេះខ្ញុំធ្វើការ testing នៅ drone K616 Max 1ដែល drone នេះតម្លៃត្រឹមតែ$30ទេបងប្អូនគ្នាឈុតមកពីតោះយើងនឹងធ្វើការ testing ទាំងអស់គ្នាខ្ញុំគឺ testing ជូនឲ្យបងប្អូនឆែមរៀបនៅ Bosmont ខេត្តស្វាយរៀងបាទគាត់បានបញ្ជាទិញនៃប្រភេទ drone នេះអញ្ចឹងយើងនឹងធ្វើការ testing ទាំងអស់គ្នាហើយចង់បញ្ជាក់ដែរបងប្អូនគ្នានៅពេលដែលបងប្អូនមុនលេងបងប្អូនអាចសាកថ្មសិនទៅសាកថ្មឲ្យចាំយើងប្រើបាទបើមិនជាយើងអត់សាកថ្មទេយើងប្រើមិនកើតទេបាទឥឡូវខ្ញុំដាក់សម្រាប់ដៃ joystick នេះឲ្យគាត់ទៅហើយអានេះនៅក្នុងនេះមានស្លាប2គូ A 1គូ B 1គូខ្សែសាកទូលវីមានតែប៉ុណ្្នឹងទេបងប្អូនមានតែប៉ុណ្្នឹងទេហើយសភៅណែបងនៅក្នុងនេះហើយនេះខ្ញុំដោតវាហើយបងប្អូននៅពេលលេងយើងលេងដូចខ្ញុំអញ្ចឹងណាដល់ដូចខ្ញុំមកពេលខ្លះយើងបានដាក់ដោតជូនបងប្អូននេះទៅអត់ខ្លួនឯងហើយតេឡេថ្មតេឡេយើងដាក់ជូន3គ្រាប់បាទហើយថ្មតេឡេនេះគឺបងប្អូនអាចធ្វើការទិញខ្លួនឯងទៅអាណាល្អទៅបាទថ្មនេះគឺយើងអាចយកទៅដល់អាចលេងបានលេង4 5ដងអីអាចអស់ថ្មបងប្អូនដូរក្បត់ចោលទៅជឿទិញអាណាដែលល្អប្រើទៅបាទនេះ drone របស់យើងបងប្អូនគ្នាបាទ drone នេះមានកាមេរ៉ា2គ្រាប់បាទកាមេរ៉ាខាងមុខនិងកាមេរ៉ាខាងក្រោមភ្លើងរបស់វាមានភ្លើងខាងមុខភ្លើងខាងក្រោមឡើងនេះនិងភ្លើងនឹងកតុយនេះពីរនេះបងប្អូនគ្នាហើយភ្លើងមុខក្រោមកតុយវានេះគឺយើងអាចបញ្ជាបិទបើកភ្លើងបានតាម tele remote control របស់យើងណាបាទហើយមុនលេងសាកថ្មវាឲ្យពេញផងនេះថ្មរបស់វានេះទំហំ 3.7 វ៉ុល 2000 មីលីអាំពែម៉ោងថ្មនេះធ្ងន់គួរសមណាស់អាចលេងបានខ្ទង់ប្រហែលជា10នាទីបងប្អូននេះបាទសម្រាប់ drone យើងលេងយើងប្រើតែប៉ុណ្ណឹងកាមេរ៉ារបស់វានេះយើងសេរីបានរហូតដល់150 ដឺក្រេបាទសេរីចុះណាបាទសេរីចុះដល់កាច់ក្រោមនេះភ្លើងខាងក្រោមនេះភ្លើងខាងមុខនេះភ្លើងខាងក្រោយនេះយើងអាចបិទបើកបានតាម tele remote control ណាបាទឥឡូវយើងធ្វើការ testing នៅ drone នេះតបតតែម្ដងជូនបងប្អូនក៏ជាធម្មតា drone មុនយើងដាក់ជូនភ្ញៀវគ្រប់ model drone អស់គឺយើងតែងតែធ្វើការ testing ជូនគាត់បាទ testing ជូនគាត់ដើម្បីធានាថានៅពេលដែលគាត់យកទៅប្រើគឺអត់មានបញ្ហារបស់ដែលយកចេញពីយើងទៅគឺអត់មានបញ្ហាគឺចង់បញ្ជាក់អញ្ចឹងទេបងប្អូននេះបាទនេះគឺជាទម្លាប់នៃការទទួលខុសត្រូវរបស់យើងគឺបែបហ្នឹងយើងអត់អាចដាក់របស់ទាំងដែលរបស់ហ្នឹងអត់ដឹងថាដំណើរការឬមិនដំណើរការជូនបងប្អូននោះទេHow smooth possible law of overhead bây giờ vào là vườn lươn cứ lươn đấy okបងប្អូនអញ្ចឹងការ testing របស់យើងជូនភ្ញៀវគឺប៉ុណ្ណឹងគឺ drone នេះគឺដំណើរការធម្មតាកាមេរ៉ាក៏យើងសេរីការចុះកាច់ឡើងបានធម្មតាដែរអូខេអញ្ចឹងក៏សូមអរគុណច្រើនបងប្អូនគ្នាបាទ